ពិតមែនហើយប្រហែលថ្ងៃមុនលោកម្ចាស់នៅបាននិយាយថាបើបងប្អូន2នាក់អ្នកណាអាចបង្កើតចៅដំបូងឲ្យគ្រួសារឈិញបានមុននឹងគ្រប់គ្រងអាជីវកម្មគ្រួសារឈិញទាំងមូលហើយលោកម្ចាស់មួយថ្ងៃគិតតែពីចង់ពើចៅឈិញមកតាមពិតអ្វីដែលលោកចង់បាននោះគឺស្នងតំណែងមរតកពីគ្រួសារឈិញមនុស្សធំប៉ុណ្ណឹងហើយសូម្បីតែបាយកញ្ញាមន្ត្រីដែរប្រយ័ត្នផឹកស៊ុបឲ្យសត្វប្រជាប្រិយនេះទៅទឹកស៊ុបនេះមើលឲ្យគួរឲ្យខ្ពើមប៉ុន្តែវាល្អសម្រាប់ឲ្យអ្នកដែលមានផ្ទៃពោះដើម្បីទទួលបានរូបមន្តនេះយើងចំណាយកម្លាំងអស់មិនតិចនោះទេខ្ញុំមិនចង់ផឹកទេមីងនីវស្ដាប់ឮហើយនៅលោកស្រីទី2មិនចង់ផឹកទេមីងជួយគេទៅចេញសឿជៀនខ្ញុំពិតជាមិនអាចផឹកវាបានទេត្រឹមតែទឹកស៊ុបមួយចានប៉ុណ្ណោះមកឲ្យនាងផឹកនាងក៏ទៅផឹកទៅគឺដើម្បីនាងល្អទេលោកស្រីទី2សុំទោសគូស៊ីនេះជាលទ្ធផលដែលនាងស្លេះរយៈពេល7ឆ្នាំសុំទោសខ្ញុំរងទុក្ខគ្រប់គ្រាន់ហើយឈីមួអញចង់ធ្វើស្អីនឹងរយៈពេល7ឆ្នាំហើយរចនាប័ទ្មបែបឪពុករបស់គ្រួសារឈិញគ្មានអ្វីផ្លាស់ប្ដូរសោះគឺនៅតែអញ្ចឹងនេះឯងឆាប់គ្រាម៉ាក់ឯងទៅវិញទៅចចកភ្នែកពណ៌សគេពិតជាចចកភ្នែកពណ៌សមែនយើងធ្វើល្អចំពោះគេយ៉ាងណាក៏គ្មានប្រយោជន៍ដែរសឿជៀនទៅបាត់ហើយអ្នកមិនចាប់បាច់សម្ដែងទៀតទេជើងពិតជាខឹងស្លាប់ហើយខ្ញុំបាននិយាយតាំងពីដំបូងម្លេះគេមិនមែនជាមនុស្សល្អទេលោកម្ចាស់តែងតែមិនជឿឲ្យគេត្រឡប់មកវិញនៅមាននាងទៀត2ឆ្នាំហើយនៅក្នុងពោះមិនបានបង្ហាញអ្វីសោះយើងប្រាប់នាងទៅចោះពេលវេលាមកដល់បើនាងបង្កើតកូនមិនបាននាងត្រូវចាក់ចេញពីទីនេះភ្លាមដល់ពេលនោះគ្រួសារគូរបស់នាងនឹងឲ្យនាងចូលរួមចចកឬក៏មាត់ខ្លាហើយគ្មានពាក់ព័ន្ធនឹងគ្រួសារឈីយើងទៀតទេឃើញមុខនាងបែបនេះធ្វើឲ្យយើងរត់តែខឹងថយចេញទៅពិតមែនហើយបើគ្មានកូនក្រពីលេងរះគ្នាយើងនឹងខ្លាចជាបន្ទះឈីបចោះចាស់សម្រាប់គ្រួសារគូមិនដឹងទេគឺដើម្បីកូនមែនទេទុកចិត្តចាស់ក្នុងរយៈពេល1ឆ្នាំខ្ញុំប្រកាសជាមានកូនហើយបានន័យថាម៉េចនៅក្នុងគ្រួសារគូយើងគឺជាកូនអុកសម្រាប់ដោះដូសគ្រប់ពេលវេលានៅគ្រួសារឈីងខ្ញុំគឺជាឧបករណ៍សម្រាប់បន្តពូជវង្សតកូលរបស់ពួកគេគ្មានអ្នកណាម្នាក់ចាត់ទុកយើងជាមនុស្សទេមិនក៏មិនពាក់អាវច្រើនតែទៅបើសិនជាឈឺគិតយ៉ាងម៉េចចុះបើប្រាស្រ័យគិតយ៉ាងម៉េចបងជូនអូនទៅវិញចេញមកយកខ្ញុំទេនាងដឹងថានិយាយស្អីដែរទេពេលនេះលោកនឹងឈិញស៊ីជៀនបានអ្នកណាមានកូនមុននឹងអាចស្នងមរតកគ្រួសារខ្ញុំអាចបង្កើតកូនបានលោកជួយឲ្យខ្ញុំរួចផុតពីការគ្រប់គ្រងគ្រួសារឈីនិងគ្រួសារគូតែបានទេអ្វីដែលលោកចង់បានគឺមិនមែនរបស់នេះទេអាស៊ីនាងយកច្រឡំហើយបានចឹងក៏ល្អដែរបើកើតកូនមកហើយនាងមិនអាចចាក់ចេញពីយើងទៀតទេគូស៊ីអ្វីដែលនិយាយហើយគឺមិនអាចប្រែកន្លះទេបើទ្វារទៅឈីមួតើអ្នកណាអនុញ្ញាតឲ្យលោកនិយាយបែបនេះដាក់ម៉ាក់របស់យើងបែបនេះអញ្ចឹងហ៎7ឆ្នាំមុនយើងបញ្ចប់ការសិក្សាយើងនឹងថាឯងបញ្ចេញដណ្ដើមសិទ្ធិអំណាចបញ្ជូនយើងទៅបរទេសឥឡូវនេះយើងជាអ្នកទទួលបន្ទុកគ្រួសារឈិញដូច្នេះយើងសូមព្រមានឯងត្រួតពិនិត្យដែលយើងឯងបានល្អបើមិនអញ្ចឹងអ្វីដែលឯងនិយាយគឺមិនខុសទេពេលនេះឯងពិតជាគ្រប់គ្រងមែនប៉ុន្តែដំណើរនេះតើឯងអង្គុយបានយូរប៉ុណ្ណាទៅស្រឡាញ់ប្រពន្ធឯងណាស់មែនទេត្រូវការពារនាងឲ្យបានល្អយើងព្រមានឯងឲ្យហើយឈិញជាយានបើឯងហ៊ានប៉ះពាល់នាងយើងនឹងឲ្យឯងស្ដាយក្រោយជារៀងរហូតគ្រោះថ្នាក់ណាស់តែគេបានឃើញហើយអញ្ចឹងឥឡូវពួកយើងទៅណាទេទៅផ្ទះខ្ញុំជួននាងទៅបន្ទោរបស់នាងខ្ញុំចង់គេជាមួយលោកនាងមិនខ្លាចខ្ញុំធ្វើឲ្យនាងទេមិនខ្លាចទេម្ចាស់ធ្វើឲ្យលើនេះទេធ្វើបើមិនធ្វើមិនមានកូនក្នុងរយៈពេល1ឆ្នាំខ្ញុំនឹងបង្កើតកូនឲ្យលោកមួយលោកត្រូវតែជួយខ្ញុំដោះស្រាយការគ្រប់គ្រងរបស់គ្រួសារឈីងឲ្យគ្រួសារគូទ្រព្យសម្បត្តិគ្រួសារឈីងខ្ញុំមិនចាប់អារម្មណ៍ទេទទួលបានមរតករួចពួកយើងលែងអ្នកគ្នាទេដូច្នេះនាងយល់ព្រមបង្កើតកូនឲ្យយើងគឺព្រោះតែកិច្ចវេះពីខ្ញុំហ៎លោកឈីងការពិតពួកយើងទៅពីមិនពាក់ព័ន្ធសហការគ្នាទេគ្រាន់តែដើម្បីផលប្រយោជន៍រីកខ្លួនប៉ុណ្ណោះលោកឈីងទៅតែធ្វើរួចសងថ្ងៃនេះក៏លែងកើតទៅហើយ
យើងមិនកើតយប់មិនយើងឲ្យនឹង5ដងហើយ ខ្ញុំមិនខ្វះទេថ្ងៃនេះបើសិនជាលោកមិនកើតដូចប្រាប់យើងមុនមក You got a smile that makes the sun. លោកស្រីឈីងវិធីសាស្ត្ររបស់នាងបានជោគជ័យហើយលើក្រោយដាច់ខាត់មិនអនុញ្ញាតទេ But I can see you don't realize. And that's when we fall in love. 'Cause you've got style. របស់ទាំងនេះសុទ្ធតែលោកធ្វើមែន ព្រឹក ទេ ឡើងពេលវេលាបថុចញញមានតែធ្វើតែនេះឲ្យនាងសិនចុះញ៉ាំប៉ុណ្ណឹងចុះណាលើក្រោយចាំរៀបចំឲ្យល្អជាងនេះទៅចុះណា តាមពិតនេះវាល្អពេកហើយ ថែទាំសុខភាពណាទើបឆាប់មានគល់ គេពិតជាដើម្បីកូនមែនខ្ញុំពិតជាត្រូវថែសុខភាពឲ្យបានល្អ ចាងសៀវទៅក្រុមហ៊ុនហេអ្នកប្រុសមានមនុស្សខាត់ឡានគូស៊ីនាងឆាប់ចុះមកគូស៊ី គឺលោកប៉ារបស់ខ្ញុំចាំខ្ញុំ ខ្ញុំទៅជាមួយនាង ប៉ុន្តែ គ្មានប៉ុន្តែស្អីទេខ្ញុំត្រូវការពារសុវត្ថិភាពរបស់នាងទៅបានគូស៊ីនាងឆាប់ចុះមកលឺឡើង គាត់ជាមនុស្សឈ្គួ គូស៊ី តែត្រូវការប្រយ័ត្នប្រយែងបន្ គូ តិច ស៊ីឆាប់ចុះមកនេះយ៉ានេះគូស៊ីនាង ហើយចាលោកប៉ាខ្ញុំស្មានថាជាអ្នកបោកប្រាស់ខ្ញុំអំរងនឹងប្តឹងប៉ូលីសទៅហើយ ទូរស័ព្ទច្រើនដងមកហើយហេតុអីក៏មិនលើកអញ្ចឹង អូសុំទោសលោកប៉ាមិនអាចក្មេងខ្ញុំអាចប្រាប់ថាកុំតាក់ទិននឹងគ្រួសារគូច្រើនពេកយើងក៏គ្មានមធ្យោបាយដែរពីព្រោះថាគ្រួសារគូត្រូវការឋានៈលោកស្រីឈីងដូចខ្ញុំនេះតាមែនទេ សៀវស៊ីបើនាងមិនស្ដាប់បង្គាប់ហេតុអីបណ្ដាំរបស់ម្ដាយនាងកុំសង្ឃឹមថាយកឲ្យសោះណាកុំភ្លេចថានាងគឺជាតំណាងឲ្យស្របច្បាប់របស់ក្រុមហ៊ុន លោកចារបស់នេះបើគម្រាមខ្ញុំទៀតហើយ យើង មែន ចង់ ទេ បាន20លានប៉ុណ្ណោះនាងជាកូនប្រសាគ្រួសារឈីងឲ្យតែនាងហាមាត់គ្រួសារឈីងប្រកាសជាឲ្យនាងជាមិនខាននោះទេ គ្រួសារឈីងប្រកាសចំណាយប្រាក់នេះដល់ខ្ញុំ បើអញ្ចឹងលេះលះគ្នាទៅមានមនុស្សច្រើនណាស់ដែលចង់រៀបការជាមួយឯងមនុស្សគ្រួសារវាងមានកូនប្រុសពៅម្នាក់គត់គ្រួសារលីមានកូនប្រុសឈួតម្នាក់ហើយបណ្ណាការថ្លៃណាស់ គូឆាង ទោះ ឈីង បីជាឲ្យរៀបការដល់ផ្ទះណា ឈួតហើយមែន ឲ្យ ទេ តែយើងអាចយកប្រាក់បានគឺបានបាត់ទៅហើយយើងត្រូវការប្រាក់នេះកុំដៃដល់ឲ្យសោះណាកុំដៃដល់ឲ្យសោះលេងដៃទៅមើលក៏ឲ្យថ្លាមធំហ៊ានប្រឆាំងនឹងយើងផងតាមពិតរកគូស្នេហ៍ថ្មីសោះប្រយ័ត្នគ្រួសារឈីងវាពាក់ព័ន្ធដល់គ្រួសារគូយើងទៀតទៅណាគូស្នេហ៍ថ្មីយើងជាប្តីប្រពន្ធឲ្យស្របច្បាប់ គាត់ប្រុសប្តីស្របច្បាប់របស់ខ្ញុំ អាយ៉ាតាមពិតគឺអ្នកប្រុសឈិញទេអីហេតុនេះហើយបានជាអស់ចាខ្លាំងម្ល៉េះនៅក្នុងនេះមាន50លានយកទៅចេញឲ្យឆ្ងាយអូអត់ទេរឿងទាំងអស់នេះចប់សពគ្រប់ហើយហេស៊ីត្រូវល្អជាមួយនឹងសេយានណាហ៎ 50លានលោកឲ្យគេច្រាញ់យ៉ាងនេះធ្វើស្អីទៅខ្ញុំគ្មានលទ្ធភាព ចឹងសរសេរលិខិតជំពាក់ទៅយើងផ្ដល់ជូនការបង់រំលងមិនយកការប្រាក់ទេរួចរាល់ពេលណាក៏បានដែរបើសិនចម្លែកទៅរួចឲ្យប្តីស្របច្បាប់របស់នាងសងការប្រាក់ចំនួនទៅ ខ្ញុំមិនមែនឈីងមកលោកខឹងមែនទេយ៉ាងណាមិញឆ្នាំក្រោយពួកយើងលែងអ្នកគ្នាឲ្យមិនចាំបាច់នោះទេ យើងប្រកាសជាខឹងហើយ ខ្ញុំបាននិយាយឲ្យលោកមិនមែនជាមនុស្សចង្អៀតចង្អល់ទេឈីងមកចាប់ឲ្យទ្វារមកឲ្យឆាប់ដែរ ពេលនេះម៉ោង8កន្លះទីនេះទៅក្រុមហ៊ុនចម្ងាយ1គីឡូកន្លះហើយមានពេលកន្លះម៉ោងគឺមិនតាន់ដល់ពេលធ្វើការទេ ដើរថ្មើរជើង ក្រុមហ៊ុនមិនគ្រប់គ្រងមានស្នេហាក្នុងការិយាល័យដើម្បីជៀសវាងការសង្ស័យគួរតែបែកគ្នាទៅល្អជាងយកទៅចាំក្រុមហ៊ុនបើកឡានទៅ ពិតជាមិនបានខឹងមែន ឡើងឡានមកចំណែកខាងលោកប៉ារបស់នាងយើងបានផ្ទេរប្រាក់ឲ្យទៅ20លានហើយ បាញ់ចាគួរតែប្រាប់គូលីគេប្រកាសជាសប្បាយចិត្ត ចង់ឲ្យយើងនិយាយប្រមាណដងទៀតនេះគ្រាន់តែធ្វើការបង្ហាញតែប៉ុណ្ណោះ ខ្ញុំទៅធ្វើការចិត្តយឺតពេលហើយឆាប់ទៅទេ គូស៊ីមិនក៏នាងតែងតែយ៉ាងនេះគួរតែដកម្លាក្នុងខ្លួនរបស់យើងចេញខ្លះទៅពួកយើងប្រហែលជាអាចបន្តទៅមុខទៀត ฉันសិជាយើងរៀបការ2ឆ្នាំហើយឈប់សម្ដែងទេគឺដើម្បីកូននឹងកាន់កាប់មរតកក្រុមហ៊ុនគ្រួសារឈីងតាមែនទេលោកម្ចាស់ប្រហែលជាមិនទទួលយកទេកូនខុសច្បាប់នោះបើមិនចឹងហេតុអីលោកព្រួយចិត្តបែបនេះ ច្រើនឆ្នាំមកនេះនាងមិនអាចយល់ពីខ្ញុំទេ គូស៊ីគឺជាព្រះរបស់ខ្ញុំឥឡូវនៅក្នុងក្រុមហ៊ុនកំពុងតែឈួតហើយនិយាយថាអនុប្រធានឈីកំពុងតាមនាងហេតុនេះហើយបានជាបសមអនុប្រធានឈីមានការចម្លែកម្លេះតាមពិតគឺប្រច័ណ្ឌនាងទេនាងកុំស្ដាប់ពួកគេនិយាយផ្ដេសផ្ដាស់យើងនៅអនុប្រធានឈីគឺស្អាតស្អំគ្មានពាក់ព័ន្ធអ្វីទាំងអស់ចុះលោកប្រធានមកទើបទៅចុះក្រុមហ៊ុនក៏យកចិត្តទុកដាក់នឹងនាងហើយនឹងគេស្អាតស្អំទេលោកប្រធាននឹងហើយគឺប្រធានថ្មីទើបតែមកក្រុមហ៊ុនណាស្អាតស្អំពិតជាស្អាតស្អំណាស់ពិតជាគ្មានកំហុសអ្វីទាំងអស់
ប្រជុំអ្នកទាំងអស់គ្នាគ្មានការងារធ្វើផ្នែកដួចចេញរបស់ពួកយើងលទ្ធផលគឺទៀតជាងគោលការណ៍ទៅទៀតខ្លួនឯងមិនកើតបាច់ជីបន្ទោសពួកយើងទៅវិញពឹងផ្អែកទ្វារក្រៅរបស់ក្រុមហ៊ុនទៅធ្វើជាប្រធានគ្រប់គ្រងវាជារឿងចម្លែកបើសិនបើអាចបំពេញតាមគោលការណ៍នោះទោះបីយើងទៅពីរនាក់ជាកូនស្រីរបស់គ្រួសារគូក៏ដែរប៉ុន្តែម្នាក់ទៀតថែទាំដោយព្រះនាងម្នាក់ទៀតថែទាំដូចជាឧបករណ៍ពិសេសគឺនាងក្នុងខែនេះមានការបញ្ជាទិញតែ2ទីហើយសុទ្ធតែជាបុគ្គលិកចាស់នៅក្នុងក្រុមហ៊ុនហើយមិនអាចយកជាសិលីបានទេការបញ្ជាទិញអ្នកទាំងពីរ